សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបដាក់ឈ្មោះនៅលើ Google Map ដំបូងយើងចូលទៅក្នុង Google ហើយយើងវាយឈ្មោះអាសយដ្ឋានដែលនៅក្នុងទីតាំងរបស់យើងចង់ដាក់ដើម្បីយើងងាយស្រួលស្វែងរកអញ្ចឹងខ្ញុំវាយដាក់ថាជ្រាវដោយសារអាសយដ្ឋាន store របស់ខ្ញុំនៅក្នុងភាសាជ្រាវបន្ទាប់មកទៀតយើងព្រីកឲ្យធំដើម្បីងាយស្រួលដាក់បញ្ចូលនៅលើអាសយដ្ឋានដែលយើងចង់ដាក់ឈ្មោះអញ្ចឹងយើងព្រីកឲ្យធំបែបហ្នឹងមកយើងនឹងមើលឃើញផ្សារជ្រាវយើងអាចមើលទៅជុំវិញហ្នឹងដើម្បីបញ្ជាក់ថាអាសយដ្ឋានដែលយើងដាក់ហ្នឹងគឺត្រឹមត្រូវឬក៏អត់ចឹងណាអញ្ចឹងអានេះយើងព្រីកមើលប្រភេទផ្លូវទីតាំងដែលនៅម្ដុំហ្នឹងដើម្បីបញ្ជាក់កុំឲ្យខុសអាសយដ្ឋានបន្ទាប់មកទៀតខ្ញុំវាយបញ្ជាក់ចឹងមកហើយយើងដាក់សង្កត់បញ្ចូលដើម្បីកំណត់ទីតាំងនៅលើផ្សារជ្រាវបន្ទាប់មកខ្ញុំនឹងចុចយកពាក្យថា add missing place អញ្ចឹងនៅពេលហ្នឹងវាកំពុងតែ load ហើយបន្ទាប់មកគេនឹងឲ្យយើងបញ្ចូលឈ្មោះអាជីវកម្មរបស់យើងចូលអញ្ចឹងយើងអាចវាយឈ្មោះអាជីវកម្មរបស់យើងដែលយើងចង់ដាក់ឲ្យឃើញ show នៅលើ Google Map ហ្នឹងណាអញ្ចឹងខ្ញុំដាក់ថាកញ្ញាលក្ខshop អូខេឬក៏យើងអាចដាក់ថាកញ្ញាលក្ខ baby shop ចឹងមកយើងអាចទៅសេឈ្មោះជាភាសាខ្មែរក៏បានដែរអញ្ចឹងយើងអាចរើសយកប្រភេទផលិតផលដែលយើងលក់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជាប្រភេទលក់សម្ភារៈសិក្សាឬក៏ប្រភេទជា service អីយើងអាចវាយតាមនឹងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំវាយហើយបន្តមកទៀតទីតាំងហ្នឹងគឺយើងអាចដាក់ថានៅបញ្ជាក់ហ្នឹងយើងបញ្ជាក់ថាក្នុងផ្សារឬក៏នៅខាងក្រៅផ្សារមុខផ្សារអីចឹងមកប៉ុន្តែខ្ញុំដាក់ថានៅផ្សារជ្រាវចឹងហើយវាអត់ចេញទេអញ្ចឹងបន្ទាប់មកទៀតរយៈពេលបើកយើងកំណត់ថាយើងបើកថ្ងៃណាដល់ថ្ងៃណាហើយរយៈពេលម៉ោងហ្នឹងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងអានឹងស្រាប់យើងកំណត់ទេណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាលក្ខណៈថាបើកជាservice ឬក៏អីមួយអ្នកទាំងអស់គ្នាអាចកំណត់ថ្ងៃបានថាអ្នកទាំងអស់គ្នាបិទនៅថ្ងៃណាឬក៏យើងអាចបើកdirectរហូតក៏បានដែរអូខេអញ្ចឹងខ្ញុំរើសពីមួយថ្ងៃទៅមួយថ្ងៃដោយសារខ្ញុំដាក់បែបហ្នឹងគឺដោយសារខ្ញុំបើកdirectរហូតអញ្ចឹងយើងអត់មែនជាលក្ខណៈថាសាលារៀនឬក៏កន្លែងបរិញ្ញាអីដែលយើងត្រូវបិទថ្ងៃសៅរ៍អាទិត្យទេប៉ុន្តែបើកន្លែងចឹងមកកន្លែងអ្នកទាំងអស់គ្នាជាសេវាកម្មអីចឹងអាចដាក់បិទថ្ងៃអាទិត្យអីក៏បានដែរអញ្ចឹងនៅត្រង់នេះគេមានបញ្ជាក់ថាបញ្ចូលរូបថតសញ្ញាអញ្ចឹងយើងចូលទៅក្នុងរូបថតរបស់យើងនៅក្នុងទូរស័ព្ទរបស់យើងនឹងមកបន្ទាប់មកទៀតយើងអាចជ្រើសរើសរូបភាពដែលពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់យើងអញ្ចឹងណាដើម្បីឲ្យអ្នកដែលគាត់រកហ្នឹងគាត់ងាយស្រួលក្នុងការស្វែងរកទីតាំងរបស់យើងអញ្ចឹងយើង select យករូបមួយឬក៏ពីរទៅតាមដែលយើងចង់ដាក់ដើម្បីងាយស្រួលកំណត់ទីតាំងរបស់យើងអញ្ចឹងសម្រាប់ការដាក់ location ឈ្មោះរបស់យើងនៅលើ Google Map គឺអត់មានតម្រូវឲ្យយើងបង់ជាប្រាក់ប្រចាំខែអីទេអញ្ចឹងពេលដែលយើងពិនិត្យឃើញត្រឹមត្រូវអស់ហើយយើងអាចចុចពាក្យថាដាក់បញ្ជូនហើយយល់ព្រមអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែរងចាំសារពី Google រួចជាការស្រេចអរគុណសូមជួយចុច Subscribe ទាំងអស់គ្នាបាយបាយ